ស្លាប់ណាបាទហើយប្រយុទ្ធដែលជាជំរឿផ្សេងទៀតមានកឡូមួនីបាទកឡូមួនីនេះជារិនដកឡូមួនីនេះកីឡាកររបស់ជីវិនទូហើយលឺសូចចាមរាមថ្មីនេះមែនយូក៏គេចង់គេដាក់កឡូមួនីនេះនៅក្នុងជំរឿដែរប៉ុន្តែមានការបញ្ចេញដោយ Chelsea អីគេចង់បានដែរហើយ Chelsea មិនដឹងគេចង់បានយកទៅធ្វើអីទេបាទនិយាយទៅប្រយុទ្ធប្រអប់របស់ Chelsea នោះនេះកន្លះ Jackson អីមានហើយបាទនៅតែចង់បានមកទៀតបាទអ្នកចាស់នឹងលេងមិនទាន់អស់គេហៅថាមិនទាន់អស់មើលឃើញគាត់អស់ល្អផងណាបាទចេះចង់បានយកមកទៀតហ្នឹងហើយបាទពាក់ព័ន្ធនឹងអាម៉ាត់យ៉ាឡូក៏អាចនឹងមានការសាររឿងគាត់ដែរពីព្រោះបើសិនជា Man U ទិញយក Brian Mbeumo បានតើអាម៉ាត់យ៉ាឡូអាចនឹងលក់ចេញឬក៏អត់ដោយសារតែពីរអ្នកនេះអាចនឹងមកប្រកាសជា Brian Mbeumo លេងជំរឿនដំបូងហើយតែមានការលើកឡើងថាបើសិនជាបើទោះបីជា Man U ទិញយក Brian Mbeumo ក៏ដោយទៅវីសាហាដែលជាគាត់ឥឡូវគាត់វិភាគនៅ Sky Sport ដែរអតីតខ្សែយុទ្ធ Man U គាត់ឲ្យយោបល់ថាបើទោះបីជា Man U ទិញបាន Brian Mbeumo ក៏ដោយមិនគួរលក់អាម៉ាត់យ៉ាឡូចេញទេទុកដោះដូរគ្នាលេងហើយកុំភេទគ្នាទៅវិញទៅមកព្រោះអាម៉ាត់យ៉ាឡូក៏ល្អដែរគាត់ចង់និយាយថាទិញបានក៏ទិញទៅតែអាម៉ាត់យ៉ាឡូកុំលក់ហ្នឹងហើយប៉ុន្តែខ្លាចតែកីឡាករទេគាត់ដឹងខ្លួនថាតាMbeumoមកគាត់មិនសូវបានលេងជាងទាត់គាត់ទាចាក់ចេញអាហ្នឹងជារឿងមួយដែរហើយក្លឹបខ្លះចង់ទុកចង់ហើយតែកីឡាករគាត់មិនចង់នៅគាត់ដឹងខ្លួនគាត់ថាគាត់មិនសូវបានលេងគាត់អត់ចង់នៅទេបាទអាហ្នឹងរឿងវាបែបហ្នឹងបាទRashford គាត់នឹងអាចវិលត្រឡប់មកវិញប៉ុន្តែប្រហែលជាអត់នៅជាមួយ Man U ដែរហ្នឹងសិតតែកីឡាករដែលត្រូវចាក់ចេញណាបាទ Rashford បាទត្រូវហៅក្លឹបថ្មីបាទ Aston Villa គេថាគេអត់មានលទ្ធភាពទិញដែរតែ Rashford នេះជាជំរឿរបស់បាសេគេថាចង់បានបាទចង់បានឥឡូវបើសិនជាបាសេចង់បានឬមួយទៀតគឺ Nico Williams បាទតែ Williams មិនតាន់ទេគាត់ណាចចាមអារាមថាបាសេនឹងដូចហើយគាត់ក៏ព្រមចង់ទៅជាមួយបាសេតែបើសិនជាបាសេទិញបាន Nico Williams យក Rashford ទៅធ្វើស្អីទៀត Rafinha នៅក្នុងដែរបាទហើយយក Nico Williams មកហើយយក Rashford មកធ្វើអីយកមកឲ្យគ្នាអង្គុយមើលឬមួយមិនមានអ្នកអង្គុយមើលមានអ្នកបានលេងទៅពេលហ្នឹងបាទអញ្ចឹងរឿង Rashford ក៏អត់ទាន់ដឹងថាយ៉ាងម៉េចទៅក្លឹបណាបន្តទៀតតែក៏គាត់ច្បាស់ក្នុងខ្លួនគាត់ថាគាត់មិនចង់លេងឲ្យ Man U ទៀតទេបាទរឿង Man U នេះកីឡាករដែលចង់ចេញច្រើនណាស់Garnacho ក៏ចង់ចេញដែរដោយបងប្អូនឃើញការមកលេងនៅជាមួយ ASEAN All Star យើង Garnacho ក៏លេងមិនសូវមានអារម្មណ៍ល្អប្រហែលទេបាទ Garnacho នេះគាត់ថាស្ងាត់មកដល់ពេលនេះអត់ទាន់ឃើញក្លឹបណាចង់បានគាត់ទៀតទេពីមុនមាន Chelsea មាន Napoli ប៉ុន្តែខ្ញុំគិតថា Napoli អាចភាគរយច្រើនបើសិនជាឧទាហរណ៍ Man U អាចទិញបាន Osimhen ប្រហែលជាមានការដោះដូរគ្នារវាង Osimhen និង Garnacho នេះហើយបាទហើយAndre Onana នេះក៏មានចចាមអារាមថា Monaco ដូចចង់បាន Monaco បាទ Andre Onana ហើយ Man U ចាប់ដើមសម្លឹងរកអ្នកចាំទីមកជំនួសហើយតែអាការសម្លឹងរោហ្នឹងគឺអត់ទាន់ឃើញបាទអត់ទាន់ឃើញកន្លងទៅមានអ្នកចាំទីJuan Garcia របស់អេស្ប៉ាញ៉ុលណាបាទតែឥឡូវJuan Garcia គេទៅបាសេឡូណាបាត់ហើយបាទអញ្ចឹង Man U ត្រូវដាក់នៅជំរើសថ្មីអ្នកចាំទីថ្មីហើយអ្នកចាំទីថ្មីខ្ញុំសូមលើកយកមាន Emiliano Martinez បាទដែលជាជំរឿរបស់ Man U ដែរតែ Martinez កំពុងស្ទាក់ស្ទើរមិនដឹងទៅណាមកណីទេហើយចង់ពិចារណាបាទទៅយកលុយនៅអារ៉ាប់បាទ Emiliano Martinez មាន Andre Lunin ចុងក្រោយគេនេះអ្នកចាំទីរបស់ Real Madrid ដៃទី2 Andre Lunin ក៏ Man U ដាក់ចូលជំរឿដែរហើយបើ Andre Lunin នេះអ្នកគ្រប់គ្រង Man U ច្រើនគឺសប្បាយចិត្តបាទបើទិញយកគាត់បានក៏ល្អបាទក្រៅពី Andre Lunin ហើយ Emiliano Martinez Man U បានដាក់បញ្ចូលនៅអ្នកចាំទីប៉ូឡូញមួយមានឈ្មោះថា Marcin Bulka បាទ Marcin Bulka ដែលបច្ចុប្បន្ន Marcin Bulka នេះគាត់លេងឲ្យក្លឹប Nice បាទគាត់ខ្លះហៅ Nice បាទលេងនៅបារាំងបាទអ្នកចាំទីប៉ូឡូញយើងមិនសូវដឹងមិនសូវស្គាល់តែអ្នកចាំទីភាគច្រើនមកក្លឹបផ្លែៗចឹងល្អដែរបាទ
Tông bay tại chị Aluki Donnarummaរបស់ PSG ក៏ Man U គេដាក់បញ្ចូលដែរតែខ្ញុំគិតថា PSG គេមិនលក់ទេ Marc-Andre ter Stegen របស់ Barca នេះក៏ Man U ចង់បានដែរដោយសារការមកដល់របស់ John Garcia បាទ Man U ឃើញ Marc-Andre ter Stegen ដែលមានវ័យជ្រេបន្តិចដែរអញ្ចឹងគេចង់សាកល្បងតេស្តមើល Barca លក់អត់បាទតែ Marc-Andre ter Stegen អាចចេញដែរដោយសារគាត់មិនអាចលេងដៃទី2បានទេគាត់អាចនឹងទីមទាដៃទី1តែម្ដងចឹងបើសិនជា John Garcia មកបើគាត់នៅលេងជំរឿនដំបូងឬក៏ជំរឿនទី2គាត់អត់នៅទេបាទហ្នឹង Man U ក៏គេតេស្តចឹងដែរណាបាទអាចលក់ដែរហើយនឹង Mike Svilla ហ្នឹងកីឡាករអ្នកចាំទី2សញ្ជាតិស៊ើបៀផងសញ្ជាតិ Belgium ផងដែលលេងនៅ Roma ថ្ងៃនេះក៏ក្នុងបញ្ជីឈ្មោះរបស់ Man U ដូចគ្នាបាទប្រហែលនេះហ្នឹងខ្ញុំនិយាយជំនួសជាអ្នកចាំទីដែល Man U ត្រៀមយកមកជំនួសAndre Onana ហើយ Onana Monaco បាទបងប្អូន Monaco ដែលគេចង់បាន Andre Onana ទៅហើយ Monaco ព្រឹកមិញនេះបានចេញផ្សាយបាទព័ត៌មានបានចុះផ្សាយគឺទៅតែបានយកបានអតីតតែសម្រាប់ Man U តែម្ដងគឺ Paul Pogba ទៅចូលរួមជាមួយពួកគេចុះកិច្ចសន្យារួចហើយផ្លូវការហើយ2ឆ្នាំបាទ2ឆ្នាំអញ្ចឹងបងប្អូនដែលសួរថា Pogba ទៅណា Pogba ទៅ Monaco ឆ្នាំក្រោយឃើញគាត់លេងនៅ Monaco ឆ្នាំក្រោយគាត់វិលទៅបារាំងវិញដដែលបាទពីមុនក៏គាត់ចេញពីបារាំងមកដែរពួកគាត់យុវជន Man U មែនតែគាត់ជាកីឡាករបារាំងបាទអញ្ចឹងរឿង Man U មានប៉ុណ្ណឹងបាទហើយ Sancho ខ្ញុំនិយាយហើយបាទអង់តូនីហើយ Amad Diallo ហើយខ្សែប្រយុទ្ធប្រអប់ហើយខ្សែប្រយុទ្ធប្រអប់បើសិនជាទិញបានអាចនឹងចេញវិញនោះគឺបាទ Rasmus Hojlund បាទ Rasmus Hojlund ដូច Inter ពងតែចរចាពងតែបាទតាក់ទងជំរឿនទី2គឺ Juventus បាទពីរនាក់ហ្នឹងពីរក្លឹបហ្នឹងបាទសូមអរគុណ